បាទសូមជម្រាបសួរពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាផងដែរបាទវិលមកជួបគ្នាជាបន្តទៀតបាទជាមួយនឹងប្រភេទវីដេអូកម្សាន្តក៏ដូចជាការបាទចាប់សត្វផ្សេងៗពី Channel SB Report ផងដែរបាទថ្ងៃនេះគឺថាខ្ញុំបាទនាំជូនបាទបងប្អូនទាំងអស់គ្នាទាក់ទងនឹងការបេះផ្លែព្រីងបាទគឺថាដីរបស់ខ្ញុំបាទនេះគឺមានដើមព្រីងមួយដើមធំបាទគឺវាមានអាយុកាលចូលប្រហែលជាខ្ទង់បាទ9ឆ្នាំទៅ10ឆ្នាំដែរបាទដើមព្រីងមួយដើមនេះណាបាទអញ្ចឹងជាទូទៅខ្ទង់ប្រហែលជាចុងខែ4ឬក៏ដើមខែ5ហ្នឹងគឺផ្លែព្រីងហ្នឹងគឺមានព្រីងទុំបាទគឺទុំហើយបាទអញ្ចឹងគឺថាបងប្អូនមួយចំនួនដែលធ្លាប់បានទស្សនាវីដេអូខ្ញុំបាទដែលមានឈ្មោះថា SB Report ហ្នឹងគឺតែងតែឃើញកូនរបស់ខ្ញុំបានធ្លាប់ធ្វើការបេះព្រីងកាលពី4-5ឆ្នាំមុនបាទប៉ុន្តែឥឡូវនេះគឺបាទពួកគាត់ធំមកហើយបាទអញ្ចឹងយើងទៅទស្សនាទៅនឹងការបេះផ្លែព្រីងជាបន្តទៀតផងដែរបាទផ្លែព្រីងមួយដើមនេះដែលនៅផ្ទះខ្ញុំបាននេះគឺថាផ្លែវាល្មមបាទធំដែរបងប្អូនណាគឺថាប៉ិននឹងគេហៅថាកូនដៃបាទប៉ិនកូនដៃដែរបាទម្រាមដៃកូនដៃហ្នឹងបាទហើយរសជាតិវាឆ្ងាញ់ហើយខ្ទង់ប្រហែលជាខែបាទដើមខែ5អីហ្នឹងគឺថាមានផ្លែហូបហើយបាទទុំអញ្ចឹងគឺថាមួយដើមធំហ្នឹងបានទាំងហូបបានទាំងបាទធ្វើការលក់បាទអ្នកខ្លះចឹងទៅក្មេងៗគាត់មកធ្វើការទិញបាទទិញចឹងទៅគាត់យើងធ្វើការបេះលក់ឲ្យគាត់ចឹងទៅបាទហើយមួយទៀតហ្នឹងគឺថាបាទបេះហូបខ្លួនឯងបាទជាទូទៅគឺដោយពិតទៅគឺថាដីរបស់ខ្ញុំបានគឺមានច្រើនដើមបងប្អូនណាប៉ុន្តែគាត់ថាមួយដើមនេះគឺវាទុំមុនគេបាទប៉ុន្តែមួយដើមផ្សេងទៀតហ្នឹងគឺថាវាទុំនៅក្រោយបន្ទាប់ទេបងប្អូនណាបាទចឹងគឺថាអត្ថប្រយោជន៍នៃផ្លែព្រីងនេះគឺមានអត្ថប្រយោជន៍ច្រើនបងប្អូនណាបាទគឺថាយើងហូបផ្លែព្រីងនេះវាមានអត្ថប្រយោជន៍ច្រើនដល់សុខភាពរបស់យើងដែរបាទចឹងទៅក៏ផ្លែព្រីងនេះធ្វើការទុកថែទាំវាបាទទីមួយយើងទុកហូបហើយនឹងបានលក់ហើយក៏យើងចង់ត្រូវការកាប់វាក៏យើងអាចកាប់ដើមវាសម្រាប់ធ្វើអុសផងដែរបាទបាទនេះគឺតកតងនឹងកូនរបស់ខ្ញុំបាទកូនទី1និងកូនទី2បាទឡើងបេះផ្លែព្រីងបាទនេះកូនទី2ហើយបងប្អូនណាបាទគឺថានៅពេលដែលបេះទៅគឺយើងអង្រួនវាទៅវាធ្លាក់មកក្រោមប៉ុន្តែវាបានធ្លាក់នៅលើស្លឹកព្រីងទុំទេអញ្ចឹងអាចធ្វើការរើសបានបាទអរគុណណាស់បងប្អូនទាំងអស់គ្នាបាទជួបគ្នាជាបន្តទៀតជាមួយនឹង Channel SB Report បាទសម្រាប់ពេលនេះខ្ញុំបាទសូមគោរពលាសូមទស្សនាជាបន្តសូមអរគុណហើយយើងទៅលក់ពីអ្នកហ្នឹងហើយមកស្អីកាត់ពីខ្ញុំទៀតណាណៅទៅលក់ណៅកាត់អស់លក់កាត់មួយទៀតមកហេកុំយកជាមួយមិលិអីហើយទៅលក់ដូចមាននេះណាអើបើមិនតែពីក្តីថ្ងៃចិត្តអស់ហើយតែទៅលក់មកធ្វើហាមកបាយមកខាញ់មែនតើណាអំពុំមិន